យ៉ាងម៉េចហើយព្រះនាងមរណៈមាតាជាមានយ៉ាងម៉េចឮសូរថាមួយរយៈនេះដូចជាផ្លែខ្លាំងណាស់មិនដូចពីមុនយ៉ាងម៉េចមួយរយៈនេះខុសពេកមរណៈមាតាពីមុនស្លូតបូតខ្លាំងណាស់ឲ្យយើងផ្លាស់ប្ដូរតាមចារឹកមនុស្សលោកចាស់ពោលថាចារឹកគឺជាសន្តានហើយបើចារឹកមិនបានហើយដានក៏វាមិនមានដែរត្រូវចាំថាយើងគឺជាព្រះមហេសីរបស់ព្រះអង្គគឺជាទីគប់ចិត្តសម្បត្តិត្រឹមជាស្នំឯកមកចង់ខ្លាំងជាមួយយើងស្គាល់ទីបស្គាល់ខ្ពស់ផងណានាងស្នំឯកកាយ៉ាងម៉េចយើងគឺជាអ្នកមកមុនព្រះអង្គស្រឡាញ់យើងខ្លាំងណាស់មិនពិតទេព្រះអង្គស្រឡាញ់តែខ្ញុំម្ចាស់ម្នាក់ពុតគឺយើងឈប់និយាយជាមួយអត់បានការទីទៅព្រះនាងព្រះអង្គយាងមកហើយក្រាទូព្រះស្វាមីខ្ញុំម្ចាស់បច្ចុប្បន្នព្រះស្វាមីខ្លាំងណាស់តើនាងជាអ្នកណាម្ចាស់គឺជាច័ន្ទមរណៈមាតានោះអីព្រះអង្គហេតុអ្វីក៏ព្រះអង្គឆាប់ភ្លេចខ្ញុំម្ចាស់ម្លេះនាងមិនមែនជានាងមរណៈមាតាទេនៅថ្ងៃកស្អែកនឹងឆាប់ប្រាប់ការពិតដល់យើង